បើកបរអេស្កាទ័រម្នាក់រងរបួសជាទម្ងន់និងខូចខាតគ្រឿងចក្រក្នុងករណីផ្ទុះគ្រាប់មីនតោនសំណល់ពីសង្គ្រាមខណៈកំពុងកាយដីដើម្បីសាងសង់ធ្វើអគារអគ្គនាយកស៊ីម៉ាក់បានឲ្យដឹងនៅព្រឹកថ្ងៃទី16ខែមិថុនាឆ្នាំ2025វេលាម៉ោង 8:30 នាទីថានៅតំបន់អូស្មាច់សង្កាត់អូស្មាច់ក្រុងសំរោងខេត្តឧត្តរមានជ័យមានករណីផ្ទុះគ្រាប់មីនតោនសំណល់ពីសង្គ្រាមខណៈពេលដែលអេស្កាទ័រកំពុងកាយដីដើម្បីសាងសង់ធ្វើអគារត្រង់ចំណុចកាស្ថានសួនសត្វក្នុងកាស៊ីណូអូស្មាច់រីសតករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោននេះបណ្ដាលឲ្យអ្នកបើកបរអេស្កាទ័ររងរបួសជាទម្ងន់និងខូចខាតរោងចក្រអេស្កា